បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបានសូមជូនព័ត៌មាននៅនីហ្សេរីយ៉ាក្រុមប្រដាប់អាវុធបាទសម្រាប់មនុស្សយ៉ាងតិចអស់30នាក់នឹងបានចាប់ពង្រត់មនុស្សជាច្រើននាក់នៅក្នុងផ្សារមួយកន្លែងបាទនៅអាបូជាប៉ូលីសនីហ្សេរីយ៉ាបានប្រកាសនៅថ្ងៃអាទិត្យនេះថាមានមនុស្សយ៉ាងហោចណាស់គឺ30នាក់ត្រូវបានស្លាប់និងច្រើនអ្នកផ្សេងទៀតត្រូវបានចាប់ខ្លួននៅពេលដែលក្រុមជនសង្ស័យប្រដាប់អាវុធបានបើកការវាយប្រហារទៅលើផ្សារមួយកន្លែងនៅក្នុងរដ្ឋនីហ្សេរីយ៉ាបាទគឺរដ្ឋ Niger State នៃប្រទេសនីហ្សេរីយ៉ានេះbyតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាទអ្នកនាំពាក្យប៉ូលីសបានបញ្ជាក់ថាក្រុមជនល្មើសដែលអ្នកស្រុកហៅថាក្រុមចៅព្រៃបានសម្រុកចូលផ្សារកាស៊ូវ៉ាន់ដាជីនៃភូមិដេម៉ូកាប៊ីរសៀលថ្ងៃសៅរ៍ដោយដុតបំផ្លាញតូបលក់ដូរនិងប្លន់យកស្បៀងអាហារអ្នកនាំពាក្យប៉ូលីសរូបនេះបានបន្ថែមទៀតថាប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានចាប់ខ្លួនកំពុងតែធ្វើបន្តទៀតបាទសាក្សីបានរាយការណ៍ថាក្រុមជនដៃដល់បានជិះម៉ូតូមកដល់និងបើកការបាញ់ប្រហារដោយមិនរើសមុខលោកដាវដាសាកូលេដែលរងរបួសក្នុងហេតុការណ៍នោះបាននិយាយទាំងតក់ស្លុតថាសូម្បីតែស្ត្រីនិងកុមារក៏មិនត្រូវបានលើកលែងដែរបច្ចុប្បន្នយើងកំពុងតែប្រមូលសាកសពសាក្សីម្នាក់ទៀតបានប៉ាន់ស្មានថាចំនួនអ្នកស្លាប់អាចមានទៅដល់40នាក់ឯណោះបាទគូបញ្ជាក់ផងដែរថាការវាយប្រហារនេះកើតឡើងតែប្រមាណសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកុមារនិងបុគ្គលិកសាលាកាតូលិកជាង300នាក់ត្រូវបានចាប់ពង្រត់នៅក្នុងរដ្ឋនេះដែលបង្ហាញពីការកើនឡើងនៃអំពើហិង្សានៅតំបន់ភាគពាយ័ព្យនិងកណ្ដាលនៃប្រទេសនីហ្សេរីយ៉ាបាទនេះជាបេតិកាមួយនៅប្រទេសនីហ្សេរីយ៉ាបាទពួកក្រុមចោរព្រៃចូលមកវាយប្រហារនៅក្នុងស្រុកបាញ់ស្លាប់មនុស្សឆៅចាប់បង្រាប់មនុស្សឆៅប្លន់របស់របរដែលអនាធិបតេយ្យមែនទែនបាទព័ត៌មានខ្ញុំបាទជម្រាបជូនក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា